នៅបាត់ដំបងមិនមានសភាពខុសធម្មតាពពកឡើងដុំធំធំដោយស្រកានាគក្រោយទាហានថៃទម្លាក់ក្របបែកកាលពីម្សិលមិញស្រាប់តែព្រះតេជគុណមួយព្រះអង្គបានមានសង្ឃដីកាថាបាត់ដំបងសភាពមេឃឯនេះប្លែកខុសធម្មតាហ្មងនេះមេឃបងប្អូនមើលជាការពិតណាស់កាលពីម្សិលមិញនេះក្រសួងការពារជាតិបានជូនដំណឹងថាយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រស្រុកបាណន់ខេត្តបាត់ដំបងនាថ្ងៃទី24ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 10:00 នាទីវីតាមីនក្រមុំ SOVF ធ្វើឲ្យស្ត្រីមានភាពជឿជាក់ដូចវ័យ20 ឆ្នាំ Collagen ហារីសម្បុកត្រចៀកកម្មបានទាំងសុខភាពនិងសម្រស់ជំនួយដល់សក់ក្រចកឆ្អឹងសន្លាក់ធ្វើឲ្យគេងលក់ស្រួលជាពិសេសជួយឲ្យស្បែកសភ្លឺថ្លាមាត់រលោងចេញពីខាងក្នុងត្រឹមរយៈពេល7 ថ្ងៃយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50 ទម្លាក់គ្រាប់បែកចំនួន4គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅស្ថិតក្នុងភូមិសាស្ត្រភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបងក្រោយថៃទម្លាក់គ្រាប់បែកកាលពីថ្ងៃទី24ខែធ្នូឆ្នាំ2025ហើយនោះស្រាប់តែនៅថ្ងៃទី25ខែធ្នូឆ្នាំ2025នេះពលរដ្ឋនៅខេត្តបាត់ដំបងបានបង្ហោះវីដេអូមួយតាមរយៈបណ្ដាញសង្គម TikTok ដោយភ្ជាប់ជាមួយនឹងខេត្តសន្តាសភាពមេឃថ្ងៃនេះ25ខែធ្នូឆ្នាំ2025នេះដោយគាត់បាននិយាយរៀបរាប់នៅក្នុងវីដេអូថាបាត់ដំបងសភាពមេឃឯនេះប្លែកខុសធម្មតាហ្មងនេះមេឃបងប្អូនមើលវីដេអូនិយាយទាំងងឿងឆ្ងល់របស់បងប្រុសត្រូវបានព្រះតេជគុណមួយព្រះអង្គបានចូលទៅខមមិនដោយព្រះអង្គបានមានសង្ឃដីកាថាតាមជំនឿចាស់ប្រទេសមានសង្គ្រាមញោមដោយឡែកមតិខ្លះទៀតក៏លើកឡើងថាមិនមែនជាប្រផ្នូលអ្វីទាំងអស់គ្រាន់តែថ្ងៃនេះនឹងត្រូវភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតាព្រោះពពកទាំងនេះគឺសុទ្ធតែជាទឹកដែលត្រូវធ្លាក់ចុះមកហើយខ្លះទៀតក៏លើកឡើងថាបើចាស់ពីដើមគាត់សម្គាល់ថាត្រីឡើងឬត្រីត្រូវបើបងប្អូននៅតាមស្រុកស្រែត្រូវនាំគ្នាមកធ្វើប្រហុកផ្អកទុក